ចឹងនៅលើវីដេអូនេះបាទខ្ញុំនឹងបង្ហាញតើតើមើលការបើកកម្មវិធី Word របស់យើងបាទចឹងនៅក្នុងការបង្ហាញនេះខ្ញុំបង្ហាញពីចំណុចធំៗតើតើមើលការបើករបស់យើងគឺការបើកដោយប្រើប្រាស់ mouse ហើយនិងការប្រើប្រាស់បាទ keyboard ចឹងនៅលើកុំព្យូទ័រយើងអាចប្រើបានទាំងពីរណានេះយើងហៅ mouse បាទហើយអញ្ចឹង mouse ក៏យើងប្រើបានបាទ keyboard ក៏យើងអាចប្រើដើម្បីបើកកម្មវិធីយើងបានដែរតែអញ្ចឹងយើងចង់ដឹងថាតើ mouse យើងបើកបែបម៉េចបាទ keyboard យើងបើកបែបម៉េចអញ្ចឹងខ្ញុំនឹងធ្វើការបង្ហាញបាទតែឥឡូវខ្ញុំបិទវាសិនអញ្ចឹងខ្ញុំនឹងធ្វើការបង្ហាញតើតើមួយការបើកតើតើមួយការបើកកម្មវិធី Word នេះខ្ញុំសូមបង្ហាញ4វិធីនៅក្នុងការបើកណាបាទអញ្ចឹងនៅក្នុងការបើកទី1នោះគឺអ្នកទាំងអស់គ្នាមើលនៅលើបាទផ្នែកនៃ desktop របស់យើងត្រូវរួមមើល icon បាទរូបនិមិត្តសញ្ញារបស់កម្មវិធី Word របស់យើងគឺវាមានសន្តានបែបនេះបាទអញ្ចឹងយើងគ្រាន់តែ double click ណាយើងចុចមកឆ្វេងយើង2ដងមកបាទអញ្ចឹងកម្មវិធីនោះវានឹងបើកហើយណាបាទហើយនៅពេលដែលបើកមកវាចេញសន្តានបែបនេះអញ្ចឹងខាងក្រោមនេះវាជាបាទឯកសារដែលយើងទៅតែធ្វើថ្មីបាទខាងកន្លែង new នេះវាមានblank ហើយនឹងមាន template មួយចំនួនទៀតអញ្ចឹងជាទូទៅបើយើងចង់ធ្វើការងារជាទូទៅសម្រាប់កម្មវិធី Word គឺយើងយកពាក្យថា blank បាទ document នេះបាទអញ្ចឹងចុចលើហ្នឹងមកចឹងនៅពេលយើងចូលដល់កម្មវិធីខ្ញុំបញ្ជាក់តិចដែរសម្រាប់នៅពេលដែលយើងចូលមកដល់ក្នុងនេះក្នុងករណីតែប៊ូតុងទាំងអស់ហ្នឹងមុខងាររបស់វាទាំងអស់ហ្នឹងវាអាចដំណើរការបានន័យថាវាចេញស្លេកនិងបានន័យវាផុត license បាទអញ្ចឹងយើងត្រូវទៅរក license ឬក៏យើងអាច correct វាណាដើម្បីប្រើប្រាស់វាបានបាទតោះឥឡូវខ្ញុំបង្ហាញមួយវិធីទៀតបាទវិធីទី2បាទអ្នកទាំងអស់គ្នាមើលនៅផ្នែកខាងក្រោមនៃថាសមារបស់យើងនឹងថាតើមានបាទនិមិត្តសញ្ញារបស់ icon កម្មវិធី Word នឹងដែរអត់បើសិនមាននៅលើនេះអ្នកទាំងអស់គ្នាគ្រាន់តែចុច click មកឆ្វេងរបស់យើងបាទចុច click តែមួយទៅអញ្ចឹងកម្មវិធីយើងវានឹងដំណើរការបើកតែម្ដងណាហើយយើងយក blank document ដូចគ្នាណាបាទតោះវិធីទី3បាទអ្នកទាំងអស់គ្នាចុចនៅផ្នែកខាងឆ្វេងខាងក្រោមគេនេះអានេះយើងហៅថា start button បាទឬក៏កន្លែងនេះយើងអាចហៅថាសញ្ញា window ក៏បានដែរបាទអញ្ចឹងយើងចុចលើហ្នឹងមកបាទវានឹងបង្ហាញផ្ទាំងបែបនេះអញ្ចឹងអ្នកទាំងអស់គ្នាអាចរកមើលឈ្មោះកម្មវិធី Word របស់យើងទៅបើសិនជាអត់មានអ្នកទាំងអស់គ្នាអាចវាយ search នៅលើនេះក៏បានដែរយើងវាយពាក្យថា Word មកបាទអញ្ចឹងវានឹងបង្ហាញឲ្យយើងហើយបាទបើសិនជាអត់មាននៅហ្នឹងអ្នកទាំងអស់គ្នាអាចរកមកវិធីទៀតអ្នកទាំងអស់គ្នាអាចបាទទៅចុចមកខាងក្រោមមកវានឹងឃើញមានណាបាទយើងមើលខ្ញុំចុចឲ្យមើលបាទយើងអាចអូសនេះអូស scroll bar របស់យើងនេះចុះមកក្រោមមកបាទដើម្បីរកកម្មវិធី Word ហ្នឹងនេះវានៅក្នុងនេះឃើញទេបាទអញ្ចឹងបើយើងអត់ទេបើយើងមាននៅលើហ្នឹងហើយបាទអ្នកនរគ្នាអាចចុច click លើហ្នឹងក៏បានដែរចុចវាតែមកឆ្វេងយើងចុចវាតែមួយទៅបាទយក blank document ដូចគ្នាណាបាទអញ្ចឹងនេះខ្ញុំបង្ហាញមាន3វិធីណាបាទវិធីទៀតអ្នកនរគ្នាចុចបាទនៅលើ keyboard របស់យើងណាខ្ញុំសូមបើកឲ្យមើលបន្តិចបាទអញ្ចឹងនៅលើ keyboard របស់យើងអ្នកទាំងអស់គ្នាមើលនៅត្រង់នេះបាទវាមានkey របស់យើងដែលយើងត្រូវចុចអញ្ចឹងវាមាន key window អញ្ចឹង key មួយចំនួនទៀតនៅលើ keyboard វាមាននិមិត្តសញ្ញាបែបនេះបាទដូចដែលខ្ញុំប្រាប់មិញហ្នឹងណាបាទអញ្ចឹងយើងចុចនៅលើហ្នឹងទៅវានឹងបាទចុច key នឹងឲ្យជាប់ហើយចុចអក្សរ O ណាបាទចុចអក្សរ O មកវានឹងបង្ហាញផ្ទាំងបែបនេះបាទអញ្ចឹងអ្នកទាំងអស់គ្នាគ្រាន់តែចុចបែបហ្នឹងហើយយើងបាទវាយពាក្យថា WinWord ណាបាទមើលនៅលើហ្នឹងទៅបាទអញ្ចឹងយើងវាយពាក្យថា WinWord មកនេះដោយសារខ្ញុំធ្លាប់វាយបាទអញ្ចឹងវាជាប់ពាក្យហ្នឹងឲ្យយើងឯងបាទអញ្ចឹងយើងអូខេមកបាទអញ្ចឹងកម្មវិធី Word យើងវានឹងដំណើរការដូចគ្នាអញ្ចឹងណាបាទហើយយើងយក blank document មកបាទអញ្ចឹង4វិធីហ្នឹងខ្ញុំគិតថាអ្នកទាំងអស់គ្នាប្រកាសជាអាចធ្វើបានបាទតើតកតងជាមួយនឹងការប្រើប្រាស់បាទនៅលើ keyboard វិញបាទសម្រាប់នៅលើ keyboard បាទអ្នកទាំងអស់គ្នាត្រូវចេះប្រើប្រាស់នៅលើ key របស់យើងបាទ key មាន key បាទ window ហ្នឹងបាទជាមួយនឹងបាទ arrow key នេះដើម្បីយើងធ្វើការបាទរំកិលបាទអញ្ចឹងតកតងជាមួយនឹងនៅលើនេះបើយើងចង់បើកនៅលើផ្នែកនៃបាទ desktop នេះក៏បានដែរអ្នកទាំងអស់គ្នាអាចប្រើ key tab ណាបាទ key tab មកបាទនេះដោយសារយើងនេះច្រើនខ្ញុំមើលសិនបាទ alt tab បាទដោយសារយើងចូលទៅលើផ្ទាំង window យើងច្រើនបាទតែអញ្ចឹងនៅក្នុងការបើកនៅលើនេះយើងគ្រាន់តែប្រើ arrow key យើងក៏បានដែរយើងប្រើរំកិលវានេះបាទ
យើងប្រើកលវាធ្វើម៉េចឲ្យវាមកបាទមកនេះយើងឃើញមានសញ្ញាយើងលោតនេះយើងអាចប្រើ arrow key យើងណាបាទរំកិលវាមកនៅពេលដែលវាចូលមកដល់កន្លែងហ្នឹងអ្នកទាំងអស់គ្នាចុចនៅលើ keyboard យើងមួយគឺ key enter ណាបាទហើយkey enter មួយណាអ្នកទាំងអស់គ្នាមើលនៅលើ keyboard របស់យើងនេះ key មួយនេះណាបាទ key មួយនេះបាទណា key មួយហ្នឹងនៅពេលយើងរំកិលអ្នកព្រួញឡើងចុះរបស់យើងនេះអាហ្នឹងយើងហៅថា arrow key ចេញរំកិលវារឲ្យចំដាក់លើកម្មវិធី Word ហ្នឹងមកហើយយើងគ្រាន់តែចុច key enter មកអញ្ចឹងវានឹងធ្វើការបើកហើយបាទដល់ខ្ញុំចុចម្ដងទៀតណាយើងចុច arrow key របស់យើងមកបាទចុះមកខមមកហើយយើង enter មកអញ្ចឹងកម្មវិធីយើងវានឹងដំណើរការហើយមកដល់កន្លែងនេះយើងអាចអង្គុល arrow ដូចគ្នាអញ្ចឹងអ្នកឃើញយើងអាចអង្គុលយកឆ្វេងស្ដាំដូចគ្នាអញ្ចឹងបើយើងយកបលែងដល់document ទៀតយើងចុច enter មកអញ្ចឹងវានឹងចូលកម្មវិធីបានដូចគ្នាហើយសម្រាប់ការបិទអ្នកនរគ្នាប្រើ Alt F4 មកវាបិទហើយបាទណាអានេះតកតងជាមួយនឹងការបិទទាំងកម្មវិធីហ្នឹងមួយទៀតអ្នកនរគ្នាចុចនៅលើ key window បាទ key នៅលើ keyboard យើងមានសញ្ញាបែបនេះដូចខាងក្រោមហ្នឹងបាទអ្នកនរគ្នាចុចលើហ្នឹងទៅបាទចុចលើហ្នឹងមកចុច key ហ្នឹងមកខ្ញុំអត់យកមកទៅចុចទេណាបាទអញ្ចឹងយើងប្រើ mouse របស់យើងយក arrow key របស់យើងមករំកិលដូចគ្នាអញ្ចឹងយើងរំកិលមកដើម្បីយើងរកមើលមកដល់កម្មវិធី Word របស់យើងណាបាទអញ្ចឹងនៅពេលដែលយើងចូលមកដល់កម្មវិធី Word យើងហ្នឹងយើងចុច enter មកណាបាទអញ្ចឹងវានឹងដំណើរការដូចវិញអញ្ចឹងបាទអញ្ចឹងយើង enter មួយទៀតមកអញ្ចឹងកម្មវិធី Word យើងអាចបើកបានដូចគ្នាអញ្ចឹងតកតងមួយការបើកនៅលើ mouse ហើយនិង keyboard ខ្ញុំបានបង្ហាញខ្ញុំគិតថាអ្នកនរគ្នានឹងអាចយកទៅអនុវត្តហើយអាចធ្វើបានទាំងអស់គ្នាហើយខ្ញុំនឹងបង្ហាញមកវិធីទៀតបាទតកតងជាមួយនឹងនៅពេលដែលយើងបាត់ទាំងបាត់ icon កម្មវិធីនេះហើយយើងចង់យកមកវិញយកតាមណាបាទចាឥឡូវខ្ញុំលុបវាចេញណាបាទអញ្ចឹងអានេះគ្រាន់តែជា icon របស់កម្មវិធីមួយទេអញ្ចឹងយើងអាចនេះវាមកបានអញ្ចឹងនៅលើនេះដូចគ្នាអញ្ចឹងខ្ញុំ unpin វាចោលវិញណាបាទអញ្ចឹងខ្ញុំទៅរកវាមកតាមណាអញ្ចឹងវិធីទី1អ្នកនរគ្នាចូលទៅក្នុងបាទ start ប៊ូតុងនឹងមកបន្តទៅទៀតយើងនឹងឃើញកម្មវិធី Word ដែលយើងចង់បើកតែអ្នកនរគ្នាកុំចុចបើកវាអញ្ចឹងអ្នកនរគ្នាចុចមកស្ដាំមកបាទបន្តមកទៀតអ្នកនរគ្នារកពាក្យមួយណាបាទពាក្យមួយពាក្យថា open file location ណាបាទប្រមូលពាក្យហ្នឹងមកដល់ពេលយើងយក file open file location វានឹងនាំយើងមកដល់កម្មវិធី Word ហ្នឹងឃើញទេយើងមកស្ដាំលើហ្នឹងមកហើយរកពាក្យថាបាទវាមាន send to ណាបើយើងអត់មានទេនៅលើហ្នឹងយើងយកពាក្យថា more option មកវានឹងឃើញ send to ហើយបាទយក send to មកហើយយកពាក្យថា desktop ណាបាទចុចលើហ្នឹងមកអញ្ចឹងវានឹងបង្កើតបានបាទនេះ icon កម្មវិធី Word យើងនៅលើ desktop ហ្នឹងហើយបើយើងចង់ទាញវាយកមកដាក់នៅលើផ្នែកនៃ taskbar នេះបានន័យថារាល់កម្មវិធីដែលយើងបើកទាំងអស់វានឹងធ្វើការ store នៅហ្នឹងបើយើងអត់បើកទេវាអត់មានទេកម្មវិធី Word វាអត់មានទេប៉ុន្តែបើយើងចង់ឲ្យវាមានដូចនៅក្នុងកម្មវិធី PowerPoint អីវាមាននៅលើហ្នឹងស្រាប់យល់មើលណាបាទឃើញទេចឹងបើយើងចង់ឲ្យវាមាននៅលើហ្នឹងដូច Telegram នេះវាមាននៅលើហ្នឹងតែខ្ញុំអត់បានបើកវាឬក៏ Excel នេះអញ្ចឹងយើងចង់បានវានៅហ្នឹងអ្នកនរគ្នាអាចបាទវិធីទី1អ្នកនរគ្នាបើកកម្មវិធី Word ហ្នឹងសិនមកបាទយក blank document ក៏បានហើយអ្នកនរគ្នាមកស្ដាំលើហ្នឹងណាមកស្ដាំលើហ្នឹងមកវាមានពាក្យមួយឲ្យយើងធ្វើការជ្រើសរើសបាទវាដាក់ថា pin to taskbar ណាចុចលើហ្នឹងមកបាទអញ្ចឹងនៅពេលដែលយើងបិទកម្មវិធី Word ហ្នឹងអញ្ចឹងវានឹងជាប់បាទ icon របស់កម្មវិធី Word ហ្នឹងនៅលើ taskbar របស់យើងនឹងតែម្ដងបាទមួយទៀតបាទអ្នកនរគ្នាអាចធ្វើការទាញវាបាទមកដាក់តែម្ដងដាក់បែបហ្នឹងវានឹងចេញពាក្យថា link បែបនេះអញ្ចឹងយើងបលែងទៅបាទអញ្ចឹងវានឹងជាប់នៅលើហ្នឹងអានេះមិនមែនយើងបើកបើយើងចង់បើកវាដូចខ្ញុំបង្ហាញនេះយើងគ្រាន់តែ click លើហ្នឹងទៅបាទកម្មវិធី Word យើងវានឹងបើកហើយបាទអញ្ចឹងខ្ញុំគិតថាតកតងជាមួយនឹងការបើកកម្មវិធី Word របស់យើងបាទអ្នកនរគ្នានឹងអាចធ្វើបានទាំងអស់គ្នាណាហើយបើសិនជាមានចង្អុលអីបន្ថែមបាទក៏អាចធ្វើការ comment សួរនៅខាងក្រោមនៃវីដេអូរបស់ខ្ញុំបានដែរបាទជួបគ្នានៅវីដេអូក្រោយៗទៀតណាបាទអរគុណ